បងប្អូនចាំបានរូបមន្តគ្រឿងការីរបស់ខ្ញុំបែបច្បាស់អាចចូលមើលវីដេអូនេះបាននិយាយទៅខ្ញុំធ្លាប់ប្រាប់ច្រើនដងដែរហើយប៉ុន្តែគេលោកបងប្អូនគាត់អត់ចាំអញ្ចឹងណាហើយបើសិនបើបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like និង share ចែករំលែកទៅកាន់បងប្អូនដទៃទៀតឲ្យគាត់បានឃើញវីដេអូនេះផងការធ្វើគ្រឿងការីវាអត់ពិបាកទេបងប្អូនគ្រាន់តែវារៀងហត់បន្តិចហើយនិយាយចប់អញ្ចឹងណាចាំការធ្វើគ្រឿងការីនេះហត់ជាងគេគឺហត់ទៅលើការលាងមកមិនថាលាងអីគឺហត់តែម្ដងតាំងពីលាងគល់ស្លឹកគ្រៃលាងម្ទេសជាមួយនឹងអាលាងចានឆ្នាំងឬគ្រឿងម៉ាស៊ីននៅពេលដែលយើងបានធ្វើរួចរាល់អស់គឺហត់ជាងគេគឺវគ្គហ្នឹងតែម្ដងកុំភ្លេចកាត់ទុកបងប្អូនឥឡូវនេះខ្ញុំនិយាយពីឆ្នាំងធំដែលនាងខ្ញុំធ្វើរាល់ដងបងប្អូនអាចបុកដកគុណចែកទៅតាមហ្នឹងទៅខ្ញុំនិយាយនេះគឺរូបមន្តឆ្នាំងធំគល់ស្លឹកគ្រៃដែលយើងបានលាងហាន់យើងផ្ដោតទៅលើការហាន់ណាចាហាន់រួចហ្នឹងគឺទម្ងន់4គីឡូរមៀតរំដេងគឺ1មុខ2ខាំកន្លះស្លឹកក្រូចយើងទិញមក2000មកពាក់កណ្ដាលយើងដាក់ចូលទៅក្នុងគ្រឿងពាក់កណ្ដាលទៀតយើងទុកដាក់នៅពេលដែលយើងចាប់ផ្ដើមកូរគ្រឿងខ្ទឹមក្រហមយើងប្រើចំនួន3គីឡូខ្ទឹមសចំនួន3គីឡូដូចគ្នាខ្ទឹមក្រហមយើងជ្រើសរើសប្រើប្រភេទខ្ទឹមខ្មែរគឺក្លិនឈ្ងុយជាងស្លឹកក្រូចដែលយើងយកមកប្រើក្នុងការកិនគ្រឿងយើងហូតយកតំណងចេញគឺល្អពេលដែលយើងកិនទៅម៉ត់បានល្អរំដេងខ្ញុំកាត់រាងចំណិតតូចៗបន្តិចពីព្រោះដោយសារតែងាយស្រួលនៅក្នុងការកិនបើកាលណាយើងអត់កាប់ឲ្យស្ដើងទេគឺកិនទៅនៅដុំតែម្ដងពេលកិនគឺដាក់លាយចូលគ្នាចេះទៅកុំឲ្យចាប់ទៅវាមិនស្មើកិនទៅគឺថាពណ៌លឿងដុំលឿងជ័យលឿងចាស់អញ្ចឹងណាចាបន្ទាប់ពីយើងកិនគ្រឿងហើយយើងចាប់ដើមកិនម្ទេសនិយាយទៅម្ទេសយើងប្រើចំនួន1គីឡូកន្លះមុននឹងយើងយកមកត្រាំហ្នឹងគឺយើងលាងទឹក5-6 ទឹកតអស់ដីតអស់គ្រាប់ហើយបានយើងដាក់ត្រាំចោលត្រាំបានតិចហើយបានយើងយកមកកិនមើលតើបានរៀបចំគ្រឿងរួចរាល់អស់ហើយចាប់ដើមកាត់ភ្លើងចោលណាបន្ទាប់មកទៀតខ្ញុំក៏ចាប់ដើមមកធ្វើការប៉ាន់កាពិឬក៏កិនកាពិតែម្ដងកាពិវារៀងស្អិតអញ្ចឹងយើងត្រូវការកិនលាយទឹកបន្តិចដើម្បីឲ្យវាទន់ងាយស្រួលនៅក្នុងការកូរឆាប់រលាយឆាប់ចូលជាតិគ្នាសម្រាប់ការប្រើប្រេងគឺខ្ញុំប្រើចំនួន4លីត្រប្រេងខ្ញុំប្រើប្រភេទប្រេងឈូករត់ប្រេងហ្នឹងរៀងថ្លៃជាងគេអញ្ចឹងបងប្អូនគ្រាន់តែវាមិនថ្លៃដល់អូលីវទេបន្ទាប់មកខ្ញុំបោះស្លឹកក្រូចចូលឲ្យឡើងក្លិនឈ្ងុយហើយខ្ញុំចាក់ម្ទេសឆ្អើរដែលយើងបានកិនរួចហ្នឹងចូលទាំងអស់តែម្ដងចំណាយពេលកូរម្ទេសហ្នឹងរយៈពេល10ទៅ15នាទីឲ្យឡើងក្រហមសិនហើយចំពោះអាកធុនដែលយើងប្រឡាក់ជាមួយនឹងម្ទេសហ្នឹងមិនបាច់ដាក់ទឹកលាងទេយើងយកតែគ្រឿងយកមកបៀកមកគឺស្អាតចេះតែម្ដងគ្រឿងការីពេលដែលយើងកូរទៅឆ្ងាញ់ណាក៏សំខាន់ទៅលើគ្រឿងដែរបងប្អូនកាលណាបើគ្រឿងយើងកិនមិនបានម៉ត់ល្អទេគឺថាយើងស្លទៅអត់ឆ្ងាញ់ទេវារៀងស្កាតតែបើសិនយើងកិនគ្រឿងយើងបានម៉ត់ខៃគឺថាស្លមកខ្ទិះឆ្ងាញ់តែម្ដងចំពោះខ្ទឹមសខ្ទឹមក្រហមវិញណាយើងបុកគឺថាកូរមកឈ្ងុយជាងយើងយកទៅកិននៅម៉ាស៊ីនគ្រាន់ថាកិននៅម៉ាស៊ីនធូរកម្លាំងជាងតែបើនិយាយពីភាពឈ្ងុយបុកឈ្ងុយជាងបន្ទាប់ពីកូរម្ទេសយើងរៀងឡើងក្រហមល្អរយៈពេល10ទៅ15នាទីហ្នឹងហើយយើងចាប់ផ្ដើមដាក់ស្ករត្នោតចូលស្ករត្នោតយើងប្រើចំនួន2គីឡូយើងយកស្ករត្នោតថ្មីស្ករត្នោតសុទ្ធតែបានក្លិនឈ្ងុយល្អយើងកូរជាមួយនឹងស្ករត្នោតហ្នឹងប្រហែលជាខ្ទង់10នាទីទៀតណាបងប្អូនបានយើងដាក់គ្រឿងចូលនៅពេលដែលយើងដាក់គ្រឿងណាពេលដែលបងប្អូនកូរទៅរៀងខាប់ខ្លាំងរៀងតឹងដៃខ្លាំងព្រោះប្រេង4លីត្រយើងចាក់ហើយមែនប៉ុន្តែនៅពេលដែលយើងកូរចេះគឺអត់ទាន់ឡើងប្រេងមកខ្លាំងទេប៉ុន្តែដល់ពេលដែលយើងកូរដល់វគ្គឆ្អិនគឺប្រេងវាចាប់ដើមតែឡើងមកវិញហើយបន្ទាប់ពីយើងដាក់គ្រឿងហើយយើងចំណាយពេលកូរឲ្យគ្រឿងយើងនឹងវាដាច់ទឹកបន្ទាប់ពីគ្រឿងយើងដាច់ទឹកហើយសម្យើងដាក់កាពិដែលយើងបានប៉ាន់រួចហ្នឹងចូលកាពិយើងប្រើចំនួន4គីឡូកន្លះបងប្អូនត្រូវរើសយកកាពិណាដែលកាពិល្អហើយជាពិសេសរឿងដីហ្នឹងហ្មងកាពិខ្លះគឺសុទ្ធតែដីអញ្ចឹងណាហើយខ្ញុំប្រើនេះគឺកាពិកពតកាពិគេល្អហើយថ្លៃទៀតអញ្ចឹងណាប៉ុន្តែគាត់ថាវាបាន99%តែប៉ុណ្ណោះបន្ទាប់មកយើងចាប់ដើមដាក់គ្រឿងទេសចូលអំបិលម៉ត់3ខាំស្ករស3ខាំនិងប៊ីចេង1ខាំទឹកត្រី300មីលីលីត្រចេះទៅដាក់ប៉ុណ្ណេះមកល្មមមិនប្រៃហើយក៏មិនផ្អែមដែរបងប្អូនអាចឆ្ងល់ដល់ឡៃនេះវាក៏ដល់ឆ្នាំងតូចវិញដែលសារតែម្សិលមិញខ្ញុំទូរស័ព្ទ full memory ដល់ពេលលុបទៅដោយទាំងអស់បងប្អូនដល់ពេលទៅរកវីដេអូកូអាឆ្នាំងធំដល់វគ្គចុងក្រោយនឹងអត់មានសោះលុបដោយទាំងអស់ហ្មងណាប៉ុន្តែមិនថ្មីទេនេះខ្ញុំគាត់ចង់ប្រាប់បងប្អូនថាសម្រាប់ការកូគ្រឿងការីធ្វើមកយើងដឹងឆ្អិនហ្នឹងគឺយើងកូដូចបងប្អូនឃើញនៅក្នុងនេះអញ្ចឹងកូចាប់ពីប្រេងក្រហមឆ្អៅចាដំបូងខាប់ដល់ពេលយូរទៅវាមិនដែលប្រេងឡើងកូពីប្រេងក្រហមឆ្អៅតតែប្រេងហ្នឹងឡើងក្រហមកម្ៅហើយព្យាយាមបន្ថយភ្លើងតិចកាលណាយើងដាក់ភ្លើងធំពេកគឺផ្ទុះតអស់តែម្ដងចំណាយពេលកូររៀងយូរដែរបងប្អូននិយាយទៅយើងកូរអាចចន្លោះចូល1ម៉ោងកន្លះតម្រាំនឹងធ្វើឲ្យគ្រឿងការីមួយឆ្នាំហ្នឹងណាព្រោះយើងកូរវាដាច់ទឹកមើលតែប្រេងយើងចាប់ដើមឡើងរៀងពណ៌ក្រហមកម្ៅហើយយើងលើកទុកឲ្យត្រជាក់បងប្អូនតែជាទូទៅខ្ញុំលើកចុះមកគឺខ្ញុំបំបែកចាញ់ដាក់កធុនតូចទៀតដើម្បីឲ្យឆាប់ត្រជាក់ព្រោះបើមិនអញ្ចឹងទេទុកមួយថ្ងៃវាស់ល្ងាចវិញក៏អត់ទាន់ត្រជាក់ដែរបើមានចន្លោះខ្វះខាតណាមួយគេលោកបងប្អូនស្ដាប់ទៅអត់ទាន់អត់យល់អាច comment នៅក្នុងវីដេអូនេះបាននិយាយទៅដូចខ្ញុំនិយាយអញ្ចឹងវាអត់ពិបាកធ្វើទេគ្រាន់តែវារៀងហត់
hot ជាងគេអាពេលលាងសម្អាតឆ្នាំងធំៗនឹងតែម្ដងបងប្អូនអើយ hot មែនណាគ្រាន់តែលើកឆ្នាំងលើកអីដោះនឹងឯងហើយបងប្អូនគិតថាខ្ជិលអត់ចង់ធ្វើ hot ទេទិញស្រាប់ពីនាងខ្ញុំបានព្រោះដោយសារនាងខ្ញុំកូររាល់ថ្ងៃទេបើលក់ដាច់គឺខ្ញុំកូរឆ្នាំងធំៗមែនតែនតែបើថាថ្ងៃណាខ្ញុំអត់សូវមានភ្ញៀវបុកខ្លាំងទេខ្ញុំកូរឆ្នាំងតូចៗលក់មួយថ្ងៃទេបើនិយាយពីការរក្សាទុកវិញណាទុកនៅក្នុងទូត្រជាក់គឺទុកបានយូររាប់ខែបងប្អូនអើយចាហើយឥឡូវវីដេអូរបស់នេះខ្ញុំរូបមន្តនៃការធ្វើគ្រឿងការីក៏មានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនដែលពេញចិត្តកុំភ្លេចឲ្យបេះដូងជាការលើកទឹកចិត្តសម្រាប់ការចែករំលែកមួយនេះផងហើយក៏សូមអរគុណបងប្អូនដែលបានតាមដានវីដេអូនេះរហូតដល់ចប់អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗហើយក៏សូមជូនពរឲ្យបងប្អូនសុខភាពល្អគ្រប់គ្នាចាបាយបាយ